ខ្ញុំខសាច់ជ្រូក3ជាន់បែបចិននេះខ្ញុំញ៉ាំមិនអស់ខ្ញុំក៏នឹកឃើញថាយកវាមកកែច្នៃធ្វើនំចិនញ៉ាំម្ដងចាសួស្ដីបងប្អូនកាលនៅស្រុកខ្មែរខ្ញុំក៏ធ្លាប់ញ៉ាំនំនេះដែរជនជាតិចិនគាត់អ្នកធ្វើលក់ហើយខ្ញុំមកនៅម៉ាឡេនេះមកអត់ដឹងថានៅកន្លែងណាមានគេលក់នំបែបនេះទេហើយខ្ញុំក៏នឹកឃើញថាថ្ងៃហ្នឹងខ្ញុំមានសាច់ខបែបចិនអញ្ចឹងខ្ញុំក៏នឹកឃើញថាធ្វើខ្លួនឯងញ៉ាំម្ដងចាឥឡូវខ្ញុំមកលេងម្សៅវិញម្ដងហើយម្សៅដែលខ្ញុំលាយនោះខ្ញុំមានម្សៅត្នោតនិងម្សៅមីនោះខ្ញុំដាក់មួយចានចង្កឹះពេញទៅហើយម្សៅត្នោតនោះខ្ញុំដាក់មួយចានដូចគ្នាប៉ុន្តែអត់ពេញចានចង្កឹះនឹងទេខ្ញុំដាក់អំបិលបន្តិចហើយខ្ញុំដាក់ប៊ឺទៅព្រោះអីខ្ញុំចង់ឲ្យនំនឹងវាកាន់តែឈ្ងុយអញ្ចឹងខ្ញុំអត់ប្រើខ្លាញ់ទេខ្ញុំប្រើប៊ឺតែម្ដងយើងប្រើខ្លាញ់ក៏បានដែរតែផ្ទះមានប៊ឺហើយខ្ញុំចង់ឲ្យវាឈ្ងុយទៀតខ្ញុំក៏ដាក់ប៊ឺតែម្ដងទៅហើយខ្ញុំដាក់ទឹកចូលបន្តិចទៅចាហើយទឹកហ្នឹងក៏ខ្ញុំស្មានដែរខ្ញុំអត់ដាក់ម្ដងច្រើនទេដោយសារតែម្សៅវាអត់ដូចគ្នាទេអញ្ចឹងខ្ញុំដាក់ម្ដងតិចខ្ញុំមើលតាមហ្នឹងទៅចាហើយយើងលាយវាសពបែបហ្នឹងទៅគឺថារួចហើយបើពីមុនវិញខ្ញុំប្រើម្សៅគឺថាខ្ញុំញីដោយដៃទេតែខ្ញុំមានម៉ាស៊ីនចេះទៅក៏ស្រួលដែរដាក់តែមួយផ្លែតគឺរួចហើយអត់ចុកដៃទេហើយខ្ញុំនឹងខ្ញុំយកវាមកចិញ្ច្រាំវាឲ្យម៉ត់ចូលគ្នាអញ្ចឹងទៅចាហើយរួចហើយយើងដួសទុកវាម្ដុំទៅរួចម្សៅខ្ញុំនឹងក៏រួចហើយខ្ញុំក៏យកម្សៅហ្នឹងកាត់ជាដុំរួចហើយខ្ញុំក៏មូវាម្ដុំទៅហើយខ្ញុំក៏ដាក់វាក្នុងចានទៀតមួយទៅខ្ញុំយកថង់មួយរុំវាឲ្យជិតចាយើងរុំវាអញ្ចឹងកុំឲ្យវាត្រូវខ្យល់ពេលម្សៅយើងត្រូវខ្យល់ម្សៅយើងវាស្ងួតចាយើងគ្របវាអញ្ចឹងមករួចហើយខ្ញុំយកម្សៅម្ដុំមកខ្ញុំសកាត់វាឲ្យតែប៉ែតអញ្ចឹងទៅចារួចហើយខ្ញុំក៏ដួសសាច់ហ្នឹងដាក់ចូលក្នុងម្សៅហ្នឹងទៅចាខ្ញុំខ្ចប់វាមកចាខ្ញុំខ្ចប់នំនេះក៏មិនជាអ្នកជំនាញអីដែរគ្រាន់តែថាយើងខ្ចប់យ៉ាងម៉េចកុំឲ្យវាធ្លុះស្នូលនឹងចេញទៅបានហើយយើងខ្ចប់វាឲ្យតែចិត្តមកចារួចខ្ចប់វាចិត្តហើយក៏ស្កត់វាម្សាទៀតចឹងទៅស្កត់ឲ្យវាតប៉ែតទៅតែប៉ុណ្្នឹងគឺរួចហើយចាខ្ញុំខ្ចប់នំនឹងរួចរាល់អស់ហើយខ្ញុំយកប្រអប់មួយស្អាតមកខ្ញុំដាក់វាចូលនៅក្នុងប្រអប់នឹងទៅយើងដាក់ក្នុងទូទឹកកកទៅថ្ងៃណាដែលយើងចង់ញ៉ាំយើងយកចេញមកចាគឺយកចេញមកយើងយកទៅចៀនទៅគឺញ៉ាំបានហើយស្រួលដែរនំនឹងយើងធ្វើឲ្យយើងទុកក្នុងទូទឹកកកទៅពេលថ្ងៃសៀលអីយើងឃ្លានយើងចង់ញ៉ាំអីអញ្ចឹងយើងអាចយកនំនោះឲ្យវាលេទឹកកកទៅយើងអាចចៀនយកមកញ៉ាំបានហើយចាឲ្យនំនឹងខ្ញុំធ្វើទុនឆ្ងាញ់ណាស់គឺថាធ្វើញ៉ាំហើយគឺញ៉ាំតែម្ដងតែប្តីខ្ញុំអីហ្នឹងគាត់សួរខ្ញុំថ្ងៃណាបានធ្វើនំនឹងញ៉ាំទៀតខ្ញុំប្រាប់ប្តីខ្ញុំថាថ្ងៃណាដែលខ្ញុំមានខសាច់ហ្នឹងចាំខ្ញុំធ្វើនំនឹងញ៉ាំទៀតហើយប្តីខ្ញុំគាត់ញ៉ាំហើយគាត់ថាថ្ងៃក្រោយកុំភ្លេចធ្វើញ៉ាំទៀតដែរព្រោះអីឆ្ងាញ់តែប្តីខ្ញុំគាត់ទៅសារថានំនឹងឆ្ងាញ់ទេហើយខ្ញុំយកទៅឲ្យក្មួយខ្ញុំគាត់ញ៉ាំក្មួយគាត់ទៅសារថាឆ្ងាញ់ដែរគាត់ញ៉ាំហើយគាត់ថាបើគាត់សុំទៀតបានអត់គាត់យកទៅផ្ទះឲ្យម៉ាក់គាត់ធ្វើឲ្យគាត់ញ៉ាំឬតែក្មួយនិយាយចឹងខ្ញុំក៏ប្រាប់គាត់ថាបានចាំឲ្យ4នំចាខ្ញុំឲ្យគាត់4នំដាក់ប្រអប់ឲ្យគាត់ឲ្យស្អាតចឹងទៅគាត់យកទៅផ្ទះឲ្យម៉ាក់គាត់ញ៉ាំហើយម៉ាក់គាត់ហ្នឹងទេសួរខ្ញុំថាថ្ងៃណាបើមានធ្វើនំហ្នឹងធ្វើឲ្យច្រើនតិចមកគាត់យកទុកក្នុងទូទឹកកកថ្ងៃណាដែលចង់ញ៉ាំអញ្ចឹងទៅគាត់យកមកចៀនញ៉ាំចា